ចាសសូមជម្រាបសួរប្រិមិត្តជាទីមេត្រីចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះសូមនាំអារម្មណ៍ប្រិមិត្តមកយល់ដឹងជាមួយនឹងពាក្យថាខុនដែលប្រជាជនខ្មែរយើងមួយចំនួនធំយល់ច្រឡំថាពាក្យខុននេះគឺជាពាក្យរបស់ប្រទេសសៀមមានប្រជាជនខ្មែរមួយចំនួនបានលើកឡើងថារឿងខុនឆាងខុនផែនជារឿងរបស់ប្រទេសសៀមដោយសំអាងទៅលើចំណងជើងនៃរឿងដែលមានពាក្យថាខុនចាប្រិយមិត្តពាក្យថាខុនគឺជាពាក្យរបស់ខ្មែរជាគោរមងារលំដាប់ខ្ពស់មួយដូចជាពាក្យម៉មអ្នកម្នាងជាដើមពាក្យខុនកាលពីអតីតកាលខ្មែរយើងប្រើប្រាស់សម្គាល់គោរមងារចំពោះបុរសទាំងឡាយណាដែលមានបណ្ដាស័ក្តិ4ហុំព័ទ្ធមានន័យថាគឺមន្ត្រីដែលមានអំណាចអាចត្រួតពុលរហូតទៅដល់ 4000 នាក់ចាក្រោយមកទៀតនៅក្នុងរាជព្រះបាទអង្គឌួងព្រះអង្គបានប្រទានគោរមងារដែលមានពាក្យថាខុនជូនចំពោះបុរសនិងស្ត្រីទាំងឡាយណាដែលមានប្រយោជន៍ចំពោះភពផែនដីប៉ុន្តែក្រោយមកដោយសារតែប្រទេសកម្ពុជាយើងបានឆ្លងកាត់នៅភ្លើងសង្គ្រាមជាញឹកញាប់ជាពិសេសពីការឈ្លានពានពីសំណាក់សៀមនិងយួននិងក្នុងសម័យអាណានិគមនិយមបារាំងពាក្យខុនស្ទើរតែបាត់បង់ជាពិសេសនៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរបានទទួលយកនៅអ្វីថ្មីដែលបារាំងបានផ្ដល់ឲ្យប៉ុន្តែបើងាកទៅមើលប្រទេសសៀមវិញភាសាខ្មែរបានសាបព្រោះឥទ្ធិពលរបស់ខ្លួននៅក្នុងសង្គមជាតិសៀមតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ននេះជាពិសេសទៅទៀតនោះគឺពាក្យខុនត្រូវបានសៀមយកទៅប្រើប្រាស់ទូទៅសម្រាប់ហៅមនុស្សធម្មតាទៅវិញចានេះគឺជាអត្ថន័យខ្លះតាក់ទងទៅនឹងពាក្យខុនសង្ឃឹមថាវីដេអូមួយនេះនឹងធ្វើឲ្យប្រិយមិត្តទាំងអស់ឈប់យល់ច្រឡំថាពាក្យខុនគឺជាពាក្យរបស់សៀមទៀតហើយរឿងខុនឆាងខុនផែនដែរក៏ជារឿងរបស់ខ្មែរយើងដែរបើយើងសិក្សាទៅលើប្រវត្តិសាស្ត្រឲ្យបានជាក់លាក់យើងនឹងដឹងប្រកាសថាសឹងតែ99% ទៅហើយដែលសៀមបានលួចចម្លងខ្មែរយើងចាអរគុណប្រិយមិត្តវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះសូមជូនពរដល់ប្រិយមិត្តឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើននាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា